បាទជំរាបសួរបងប្អូនអរគ្នាអញ្ចឹងនៅក្នុងវីដេអូទី2យើងនឹងធ្វើការស្វែងយល់អំពីការ input data ក៏ដូចជាការ format ទៅលើ cell នីមួយៗនៃកម្មវិធី Excel ដូចដែលបានបញ្ជាក់នៅក្នុងវីដេអូមុនការដែលកម្មវិធី Excel ធ្វើការគឺវាធ្វើការទៅលើ cell អញ្ចឹងរាល់ទិន្នន័យរបស់យើងដែលនឹងបញ្ចូលគឺយើងនឹងបញ្ចូលទៅលើ cell ឥឡូវខ្ញុំចាប់ផ្ដើមបញ្ចូលប្រហែលថា cell នេះគឺខ្ញុំបញ្ចូលលេខរៀងបាទ cell មួយនេះខ្ញុំបញ្ចូលបាទឈ្មោះសម្ភារៈ cell មួយនេះខ្ញុំបញ្ចូលបាទឯកតាបាទបរិមាណតម្លៃរាយបាទពិតជាដុល្លារបាទតម្លៃសរុបបាទគឺជាដុល្លារបងប្អូនបញ្ចូលសិនទៅចាំយើង format វាតាមក្រោយបាទអាចដាក់ផ្សេងមួយទៀតបាទអញ្ចឹងបងប្អូនបានឃើញគឺការបញ្ចូល data ឬក៏បញ្ចូលទិន្នន័យទៅក្នុង cell របស់កម្មវិធី Excel គឺយើងបញ្ចូលបែបហ្នឹងហើយបងប្អូនប្រកាសជាឃើញ cell ខ្លះឈ្មោះវាវែងបាទវាធ្វើឲ្យដាច់បែបនេះអញ្ចឹងបងប្អូនអាចធ្វើការទាញសេរីវាបានដោយយើងចាប់បាទនៅខាងលើនេះយើង scroll មកឲ្យជាសញ្ញាព្រួយជួយស្ដាប់បែបនេះយើងអាចចាប់ទាញវាបានឬក៏មួយទៀតដើម្បីចំណេញពេលវេលាបងប្អូនអាច select បាទ select ហ្នឹងគឺយើងដាក់ cursor របស់យើងឲ្យចេញសញ្ញាព្រួយបែបនេះបងប្អូនបាទបន្ទាប់ពីចេញសញ្ញាព្រួយបែបហ្នឹងហើយយើងคลิกមកឆ្វេងឲ្យជាប់ហើយយើងចាប់តាមអស់ហើយយើងចាប់អស់ប៉ុណ្ណាយើងបន្លាញប៉ុណ្ណឹងទៅបន្តមកទៀតយើង scroll មករបស់យើងឲ្យចេញសញ្ញាព្រួយឆ្វេងស្ដាប់បែបនេះហើយយើងបោះ click ទៅលើមកឆ្វេងបាទការធ្វើបែបហ្នឹងគឺមានន័យថាវាធ្វើឲ្យ fit ជាមួយនឹងតម្លៃនៃអក្សររបស់យើងកាលណាអក្សររបស់យើងវិញវានឹង adjust ទៅលើ size របស់វាប៉ុណ្ណឹងដែរអញ្ចឹងឈ្មោះសម្ភារៈនេះខ្ញុំទីវាវិញហើយcolumn 3នេះខ្ញុំចង់ឲ្យវាបានច្បាស់ទេយើងអាចធ្វើបែបហ្នឹងបានដូចគ្នាអញ្ចឹងយើង select ទៅលើ column 3ហ្នឹងដើម្បីយើងចាប់ទាញ column មួយណាដែលយើងគិតថាវាធំជាងគេអញ្ចឹង column 3ហ្នឹងវាអាចនឹងមានតម្លៃស្មើគ្នាឥឡូវយើងបញ្ចូលទិន្នន័យហើយខ្ញុំនឹងចាប់ផ្ដើមធ្វើការ format ទៅលើអក្សររបស់យើងអញ្ចឹងអានេះជា font default របស់កម្មវិធី Excel បើយើងសេជាអក្សរខ្មែរ font របស់វាទៅស្អាតមកនេះអញ្ចឹងលុះត្រាតែបងប្អូនធ្វើការផ្លាស់ប្ដូរ font អញ្ចឹងក្នុងការផ្លាស់ប្ដូរ font នៅពេលដែលបងប្អូនចូលលើ cell មួយណាហើយបងប្អូនផ្លាស់ប្ដូរ font គឺវានឹងធ្វើការផ្លាស់ប្ដូរ font តែ cell មួយនោះទេដូច្នេះបើសិនជាក្នុងករណីបងប្អូនចង់សេរី font វាទាំងអស់បងប្អូនអាចធ្វើការ select ទៅលើ cell ទាំងអស់ឬក៏ទៅលើកិច្ចការទាំងមូលបងប្អូនអាចចុចនៅកន្លែងជ្រុងមួយនេះបាទចុចទៅវានឹង select ទាំងអស់អញ្ចឹងពេលដែលបងប្អូនធ្វើការបដូរ font អក្សរវានឹងបដូរឲ្យទាំងអស់តែម្ដងដូចគ្នាដែរបើសិនជាបងប្អូនចង់ធ្វើការរួមព្រិចទៅមកអក្សរអីបងប្អូនអាចធ្វើការនៅលើកន្លែង format font បានហើយយើងក៏អាចធ្វើការដាក់ bold អក្សរដិតបាទអក្សរ straight underline ដាក់ background ពីខាងក្រោយបាទដាក់ពណ៌អីក៏បានដែរបាទយើងអាចដាក់ពណ៌អក្សរបាទយើងអាចធ្វើការ format បែបហ្នឹងអញ្ចឹងបញ្ជាក់បន្តិចបងប្អូនរាល់ការដែលយើង format ហ្នឹងលុះត្រាតែ cell ដែលយើង select ទៅវា format អូខេនៅត្រង់ទីតាំងនេះវាមានច្រើនទៀតដូចដែលបានបញ្ជាក់នៅក្នុងវីដេអូមុនអញ្ចឹងយើងអាចចុច Ctrl Shift F ឬក៏ចុចត្រង់ corner កន្លែងនេះដើម្បីបង្ហាញនៃការ format បន្ថែមទៀតអញ្ចឹងនៅក្នុងហ្នឹងយើងអាចបាទគូសឆូតកណ្ដាលកាន់នេះបានបាទអាចដាក់ជាទម្រង់ស្វ័យគុណឬក៏សន្ទុះអីបានបាទហើយមួយទៀតបងប្អូនចង់បញ្ជាក់ដែររាល់បងប្អូនឃើញ grid បាទឃើញ grid ជាទម្រង់តារាងបែបនេះមិនមានន័យថា cell របស់យើងវានឹង print ទៅចេញតារាងបែបហ្នឹងទេលុះត្រាតែបងប្អូនកំណត់វាអញ្ចឹងជាទូទៅយើងត្រូវដាក់តារាងវាដែរក្នុងការដាក់តារាងបងប្អូនអាច select នៅលើទីតាំង cell ដែលយើងចង់ដាក់បន្ទាប់មកចុចទៅលើ border ហើយយើងអាច select ទៅលើ all border ឬក៏ border ក្រោមលើឆ្វេងស្ដាំនេះយើងអាចកំណត់បានឥឡូវខ្ញុំដាក់ all border អញ្ចឹងវាចេញជាទម្រង់តារាងបែបនេះបាទដូចគ្នាដែរបើសិនជាបងប្អូនចង់លុបតារាងនោះវិញបាទយើងអាចចុចទៅលើ no border តែគាត់ថាទីតាំងកន្លែងដែលកំណត់ border ឬក៏កំណត់តារាងកន្លែងហ្នឹងគឺវាបាននេះទេវាបានតិចតួចទេបើសិនជាបងប្អូនចង់កំណត់ឲ្យបានច្រើនជាងនឹងដាក់ពណ៌ឬក៏ដាក់ជាលក្ខណៈបន្ទាត់អីផ្សេងទៀតអានោះចុចទៅលើ more border បាទឥឡូវដោយសារតែវាផនច្រឡំជាមួយ grid អានេះខ្ញុំសុំបិទ grid line សិនបើយើងចុចលើ view វាបិទ grid line អញ្ចឹងទម្រង់តារាងបែបរបស់យើងគឺបែបនេះតែបើសិនជាបងប្អូនចង់ដូរពណ៌ line របស់យើងអាច select ទៅលើវាបន្តមកយើងចូលទៅលើ more border ហើយយើងធ្វើការដូរពណ៌វាឥ
ឥឡូវខ្ញុំដាក់ពណ៌បបៃបាទបន្ទាប់មកយើងធ្វើការយក cursor របស់យើងទៅប៉ះនៅលើបន្ទាត់បាទបន្ទាត់ដែលយើងត្រូវកំណត់នោះបាទបន្ទាប់មកទៀតយើងចុច OK អញ្ចឹងពណ៌បន្ទាត់នៅត្រង់ទីតាំងហ្នឹងវានឹងធ្វើការផ្លាស់ប្ដូរពណ៌ទៅទម្រង់ដែលយើងបានកំណត់មិញហើយដូចគ្នាដែរបើសិនជាបងប្អូនចង់ដូរប្រភេទstyle របស់បន្ទាត់យើងអាចធ្វើដូចគ្នាបានបាទអញ្ចឹងនៅក្នុងនេះវាមាន style បន្ទាត់ច្រើនបន្ទាត់ដែលខ្ញុំពេញចំប្រើជាងគឺបន្ទាត់ដាច់បាទបែបនេះហើយខ្ញុំពេញចំប្រើហ្នឹងគឺប្រើតែនៅលើបាទបន្ទាត់ជួដេកសម្រាប់ boundary ពណ៌ជាមួយនឹងអត់ដែលប្រើទេបាទអញ្ចឹងវាមានទម្រង់បែបនេះអញ្ចឹងវាធ្វើឲ្យត្រាំរបស់យើងវាមើលទៅវារាងស្អាតបាទតែហ្នឹងអាស្រ័យលើចំណុចចិត្តឬក៏ការកំណត់ទៅតាមទំហំមួយៗទេតើគេអាចអនុញ្ញាតយើងប្រើវាអត់ចឹងណាបាទឥឡូវយើងនិយាយពី alignment ម្ដងអញ្ចឹងដោយសារតែយើងមើលមកបែបនេះអត់តឃើញប្លែកទេព្រោះយើងអត់តព្រីតទៅលើទំហំរោអញ្ចឹងខណៈដែលខ្ញុំព្រីតទៅលើទំហំរោបាទវាធ្វើឲ្យអក្សររបស់យើងវាធ្លាក់ចុះក្រោមអញ្ចឹងបើសិនជាយើងចង់ឲ្យវាទៅកណ្ដាលវិញយើងអាច select ទៅលើបើសិនទៅយើងអាចកំណត់ទៅលើ vertical alignment អានេះខាងក្រោមកណ្ដាលខាងលើបាទខាងក្រោមកណ្ដាលខាងលើអញ្ចឹងទូទៅយើងអាចប្រើកណ្ដាលហើយយើងអាចចាស់ទំហំបាទរបស់វាបាននេះហើយទូទៅក្បាលត្រាំងគឺយើងដាក់វានៅកណ្ដាលព្រោះនៅនេះយើងអាចកំណត់ឆ្វេងស្ដាំហើយកណ្ដាលអញ្ចឹងឥឡូវខ្ញុំកំណត់ឲ្យវានៅកណ្ដាលចុះឥឡូវខ្ញុំចាប់ផ្ដើមធ្វើការ import data បន្ថែមទៀតចំពោះលេខរៀងបាទជាទូទៅយើងវាយមកពី3អញ្ចឹងទៅប៉ុន្តែនៅក្នុងកម្មវិធី Excel បងប្អូនអាចធ្វើការបាទ select បែបនេះហើយយើងទាញបាទទាញទៅលេខរៀងរបស់វាគឺវាអូតូឬក៏បើសិនជាក្នុងករណីយើងមានតែបាទ Excel ទេយើងចុចដូចគ្នាប៉ុន្តែយើងចុច control មួយទៀតបាទអស់មកវាបានទំនងលេខរៀងដូចគ្នាបាទអានេះយើងអាចធ្វើការកំណត់ alignment របស់វាអញ្ចឹងពី3 4 5រហូតដល់លេខរៀងចុងក្រោយចំពោះទីតាំងនេះយើងអាចធ្វើការវាបញ្ចូលក៏ប៉ុន្តែអូខេស៊ីម៉ងបាទខ្សាច់ដៃថ្នាំងអំពៅអូខេយើងបានមកចប់មក SD 3.9បាទសម្ភារៈលាបថ្នាំខាងក្រៅនៅក្នុងនោះមានគេមានបាទថ្នាំពណ៌សង្កោបបាទសំទុះថ្នាំតំណជុះរលោងបាទត្រង់នេះហើយខ្ញុំឧទាហរណ៍ដើម្បីឲ្យបានអក្សរវែងតិចក្នុងការណែនាំទៅលើមុខងារ frame តិចបាទអញ្ចឹងកាលណាដែលអក្សរវែងបែបនេះវាធ្វើឲ្យវាចូលក្នុងដែនបាទរបស់គេរបស់គេថាអញ្ចឹងក្នុងទីតាំងឯកតានេះបើសិនជាក្នុងករណីយើងដាក់ຂະຫນាតវាបាទក្នុងករណីដាក់ຂະຫນាតអក្សរទីតាំងនេះគឺវាដាច់តែម្ដងអញ្ចឹងក្នុងករណីនេះយើងអាចមានពីរវិធីសាស្ត្របាទទីមួយយើងទាញឲ្យវាផុតមកបាទហ្នឹងទាញមើលមកព្រោះទំហំក្រាបរបស់យើងមានកំណត់បាទបើសិនជាយើងព្យាយាមទាញបែបនេះជួនកាលក្តារ A4 របស់យើងអត់អាចដាក់បានទេអញ្ចឹងយើងអាចប្រើទីសាស្ត្រមួយទៀតគឺ select នៅលើ cell មួយហ្នឹងហើយយើងចុចទៅលើមុខងារ bracket អញ្ចឹងពេលយើងចុចមកវានឹងធ្លាក់បាទវានឹងធ្លាក់បន្ទាន់ណាអញ្ចឹងវាធ្វើឲ្យយើងឃើញព័ត៌មានហ្នឹងអស់បាទចំពោះ mite kip និង mite gray នៅត្រង់នេះបងប្អូនបើសិនជាបងប្អូនចង់វា mite gray យើងវាសអមមកតមកយើងប្រើ alt ស្ដាំហើយលេខ2បាទនៅត្រង់បើអូខេអញ្ចឹងយើងអាចកំណត់ line របស់វាឲ្យវានៅកណ្ដាលបាទមែនមកថានេះ10បើបាទខ្សាច់បាទសំទុះខ្សាច់មិន mite gray ទេខ្សាច់ mite kip បាទយើងប្រើ alt ស្ដាំលេខ3អូខេខ្សាច់ 5 kip អញ្ចឹងទៅតែត្រង់បើ50គីឡូបាទសម្រាប់លេខឆ្នាំ50 gray ទៅអញ្ចឹងវាគួរឲ្យកត់សម្គាល់ដែរនៅពេលដែលបងប្អូនវាយបាទតម្លៃជា number វានឹង alignment ខាងស្ដាំហើយបើបងប្អូនវាជាអក្សរវានឹង align ខាងឆ្វេងនឹងជា nature របស់ Excel បងប្អូនអាចចំណាំលើបែបហ្នឹងប៉ុន្តែបើសិនជាបងប្អូនបាទបដូរវាមកកំណត់ទៅលើ alignment កន្លែងនេះបងប្អូននឹងពិបាកចំណាំទៀតថាវាជាតិចឬក៏ជា number ហើយបើសិនជាតិចឬក៏ number នៅពេលបងប្អូនចង់ convert ទៅជា number អាច click ទៅលើបាទ comma style នេះគឺអាហ្នឹងវានឹង load ទៅជា number ដែលយើងអាចធ្វើការកែនេះវាបានបាទអញ្ចឹងត្រង់កន្លែងនេះបងប្អូននឹងឡើង format វាមកកណ្ដាលបានហើយកាលណាដែលកំណត់វាទៅជា number វានឹងស្គាល់ alignment ខាងឆ្វេងអញ្ចឹងថាលោកទោះបីបងប្អូនចង់សេរីនេះក៏វាអត់មកកណ្ដាលវិញដែរបាទព្រោះហ្នឹងវាស្គាល់ជា number ដូចគ្នាដែរចំពោះ
tắt lối và tắt lối tập ráng với cái này bọc ôn vì tập bộ trong visual chỉ nằm bờ và chắc bọc ôn trong cầm nạp về từ chia tuần lá và chỉ cần xí bọc ôn anh select nơi tăng tí tăng đấy nhưng ai đã bài này nó chứ đây vì chỉ currency và chỉ tuần lại hơi nó tăng lại nó chỉ rụng món basic ấy và cho nên bọc ôn trong sẽ rụng món nhưng vì nhà smart và hai giờ ngay vì một cell mà thằng ấy cell A4 mà A4 và xong tóc ý buồn và ý 4 côn cho môi nắng F và F4 và chương trình các bạn đứa cô một ôn từ nhà smart và từ nhà smart do bài dưới nó mà click từ lừa và lấy môi nắng và tóm nó từ nhà côn và như côn cho môi xe môi đi chắc là bua cảm thiện sẽ vì và vì chặt với đặc biệt là một ôn ra đồng hồ tại môi thế một ôn này tôi cả tin nhiều nó bị côn và bị côn đổ tổ và tổng thể và nơi thằng lấy nó chẳng hạn phong mà bị chết là đấy và chụp bố cái này ấy anh không biết là video đặt lại một tiết là vì và hàng ở bàn các bác bái còn tay là không và cả video mới nhưng và hàng ông pi ca bị chỗ tên đấy hay đang format về tại bàn tay bản chất là video สำหรับการไปโจทย์ตัวไหนนั่ง format ส่งไปจับทำนั้นจึงยิ่งจุกนี้ในวิดีโอกลายประกอบติดบ้านสมอง